នេះគឺជាថ្នាក់រៀនហាទឹកនៅក្នុងឆ្នាំ1971ដែលមានទីតាំងស្ថិតនៅក្នុងទន្លេ Shannon នៅក្នុងទីក្រុង Killaloe ដែលជាទីក្រុងតូចមួយស្ថិតនៅភាគខាងកើតនៃស្រុក County Clare នៃខេត្ត Munster នៃប្រទេសអ៊ីរឡង់គ្រូដែលបង្រៀនហាទឹកនៅទីនោះគឺមានឈ្មោះថា Peter Lacy ហើយការបង្រៀនរបស់គាត់គឺការបង្រៀនដោយចងខ្សែពួរជាប់ជាមួយនឹងដងខ្លួនរបស់សិស្សដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយទាក់ទងទៅនឹងក្បាច់ហានៅពេលនោះគឺពុំទាន់មានភាពទូលំទូលាយនៅឡើយទេពលគឺលោក Peter Lacy គាត់បានបង្រៀនតែមេរៀន breaststroke head up ឬក៏ខ្មែរយើងហៅថាការហែកកែបងើបមុខដោយបងប្អូនគ្នាបានឃើញអញ្ចឹងទោះបីជាការបង្រៀនរបស់គាត់បែបហ្នឹងក៏ពិតមែនក៏ប៉ុន្តែនៅចំនួននោះមានក្មេងៗជាច្រើននាក់ដែលអាចហាទឹកបានដោយសុវត្ថិភាពក្រោមការបង្រៀនរបស់លោក Peter Lacy គាត់គឺជាគ្រូបង្រៀនហែទឹកស្ម័គ្រចិត្តបងប្អូនហើយយើងក៏លេចមកមើលបច្ចុប្បន្ននេះថ្នាក់រៀនហែទឹកនៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងតែមានសន្ទុះកើនឡើងយ៉ាងខ្លាំងដែលនេះគឺអាចបញ្ជាក់បានអំពីការយល់ដឹងរបស់បងប្អូនប្រជាជនកម្ពុជាយើងទាក់ទងទៅនឹងសារៈប្រយោជន៍នៃការចេះហែទឹកព្រោះវាមិនត្រឹមតែជាកីឡាដែលជួយដល់សុខភាពបងប្អូនប៉ុណ្ណោះទេថែមទាំងជាជំនាញមួយដែលអាចឲ្យបងប្អូនទាំងអស់គ្នាជួយខ្លួនឯងពីការលង់ទឹកបានទៀតផងឥឡូវនេះនាំបងប្អូនទាំងអស់គ្នាមកមើលពីថ្នាក់រៀនហែទឹកនៅខាងសាលាបង្រៀនហែទឹក1ម៉ែត្រវិញម្ដងសាលាបង្រៀនហែទឹក1ម៉ែត្ររបស់យើងគឺជាសាលាដែលមានគ្រូទទួលបាននៃការហ្វឹកហ្វឺនអំពីគ្រូដែលមានអាជ្ញាប័ណ្ណពីសមាគមគ្រូបង្រៀនហែទឹកអូស្ត្រាលីឬក៏ហៅកាត់ថា ASCTA ដែលបច្ចុប្បន្ននេះគឺគេបដូរឈ្មោះមកថា Swim Australia ការបង្រៀនរបស់លោកគ្រូគឺពោរពេញទៅដោយគរុកោសល្យបទពិសោធន៍ការបង្រៀនជាមួយនឹងសម្ភារៈល្អៗអាងទឹកស្អាតមានអនាម័យការបង្រៀនប្រកបទៅដោយគុណភាពស្តង់ដារនិងសុវត្ថិភាព